អត្ថប្រយោជន៍របស់ដំឡូងជ្វាដែលល្អសម្រាប់សុខភាពដែលអ្នកគួរតែកត់សម្គាល់ដំឡូងជ្វាមិនត្រឹមតែជាអាហារសម្រន់ដ៏អស្ចារ្យសម្រាប់អ្នកដែលចង់ស្រកទម្ងន់នោះទេប៉ុន្តែវាព្រមទាំងមានរសជាតិឆ្ងាញ់ហើយថែមទាំងជួយទៅដល់សុខភាពនិងរាងកាយរបស់អ្នកជាច្រើនដោយនៅស្មានមិនដល់ការបន្ថែមដំឡូងជ្វាទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកអាចជាជម្រើសដ៏ល្អនិងជួយធ្វើឲ្យរាងកាយរបស់អ្នកអាចនឹងប្រសើរក៏ថាបានទាំងនេះជាអត្ថប្រយោជន៍របស់ដំឡូងជ្វាដែលអ្នកគួរតែកត់សម្គាល់ 1. អាចការពារប្រឆាំងនឹងជំងឺរ៉ាំរ៉ៃដំឡូងជ្វាជាប្រភពសម្បូរទៅដោយវីតាមីន A និងវីតាមីន C ដែលជួយការពារជំងឺមហារីកប្រភេទផ្សេងៗដែលសារធាតុប្រឆាំងអុកស៊ីតកម្មត្រូវបានផលិតដោយអង់ស៊ីមផ្ទុកដែលមាននៅក្នុងដំឡូងនេះ 2. ជួយប្រឆាំងនឹងការរលាកដោយសារតែវត្តមានរបស់វីតាមីន B6 បេតាការ៉ូទីន វីតាមីន C និងម៉ង់ហ្គាណេសដំឡូងជ្វាត្រូវបានចាត់ទុកថាមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកសារធាតុចិញ្ចឹមទាំងអស់នេះមានប្រយោជន៍ខ្លាំងណាស់ក្នុងការព្យាបាលការរលាកខាងក្នុងនិងខាងក្រៅ 3. ជួយក្នុងជំងឺរលាកសន្លាក់ដំឡូងជ្វាសម្បូរទៅដោយសារធាតុដែលជួយការពារជំងឺរលាកសន្លាក់ឆ្អឹងតាមរយៈការសិក្សាថ្មីនេះ 4. ជួយរក្សាតុល្យភាពជាតិស្ករក្នុងឈាមនៅក្នុងដំឡូងជ្វាជួយឲ្យរាងកាយរបស់អ្នកឆ្លើយតបទៅនឹងអាំងស៊ូលីននិងនាំមកនូវស្ថិរភាពដល់កម្រិតជាតិស្ករក្នុងឈាមរបស់អ្នក 5. ជួយក្នុងការសម្រកទម្ងន់អត្ថប្រយោជន៍អាហារូបត្ថម្ភផ្សេងទៀតនៃដំឡូងជ្វាគឺជួយរក្សាក្រពះរបស់អ្នកឲ្យឆ្អែតបានយូរដូច្នេះអ្នកមិនចាំបាច់ញ៉ាំអាហារនៅចន្លោះពេលអាហារនោះទេលើសពីនេះវាជួយឲ្យអ្នកមិនឃ្លានអាហារដែលមានកាឡូរីខ្ពស់និងមានជាតិខ្លាញ់ 6. សម្រួលដល់ការរំលាយអាហារនិងធ្វើឲ្យអ្នកមានសុខភាពល្អដំឡូងជ្វាសម្បូរដោយជាតិសរសៃដោយនេះបរិមាណដ៏ច្រើននៃជាតិសរសៃជួយឲ្យប្រព័ន្ធរំលាយអាហារកាន់តែប្រសើរឡើងមិនត្រឹមតែប៉ុណ្ណោះវាត្រូវបានគេជឿថាជាតិសរសៃខ្ពស់ក៏អាចសម្អាតលោហៈធាតុធ្ងន់ដូចជាអាសេនិកនិងបារតពីបំពង់រំលាយអាហាររក្សាវាឲ្យមានសុខភាពល្អផងដែរសូមអរគុណចំពោះការតាមដានស្ដាប់និងទស្សនារបស់អស់លោកអ្នក